ស្វែងរកខ្លួនឯងក្នុងឆ្នាំ2026ក្នុងឆ្នាំ2026នេះខ្ញុំជឿថាគ្រប់គ្នាប្រកាសជាចង់ទទួលបានអ្វីដែលល្អៗចូលមកក្នុងជីវិតជាពិសេសគឺការស្វែងរកខ្លួនឯងឲ្យឃើញប៉ុន្តែតើអ្វីទៅជាការស្វែងរកខ្លួនឯងថ្ងៃនេះខ្ញុំចង់មកចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំបន្តិចបន្តួចអំពីដំណើរផ្លាស់ប្ដូរមួយនេះជាដំបូងយើងមកស្គាល់ពីនិយមន័យនៃការស្គាល់ខ្លួនឯងតាមពិតទៅការស្វែងរកខ្លួនឯងមិនមែនគ្រាន់តែជាការស្គាល់ថាយើងមានឈ្មោះអ្វីមកពីណាឬរស់នៅទីណានោះទេតែវាគឺជាការស្វែងយល់ពីអត្តចរិតនិងផ្នត់គំនិតដែលលាក់ជ្រៅនៅក្នុងខ្លួនរបស់យើងការស្វែងរកខ្លួនឯងមិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបានភ្លាមៗនោះទេវាទាមទារពេលវេលាវាទាមទារឲ្យយើងឆ្លងកាត់ការជឿចាប់និងបញ្ហាជាច្រើនរហូតដល់ផ្លូវចិត្តរបស់យើងហត់នឿយបំផុតពេលដែលយើងហត់រហូតដល់លែងចង់ប្រឈមមុខនឹងអ្វីទាំងអស់នោះហើយគឺជាពេលវេលាដែលយើងត្រូវការស្វែងរកខ្លួនឯងខ្លាំងបំផុតដើម្បីរកឲ្យឃើញមូលហេតុដែលនាំឲ្យយើងអាចរស់នៅធ្វើជាខ្លួនឯងបានឧទាហរណ៍ជាក់ស្ដែងពីរូបខ្ញុំផ្ទាល់ពីមុនខ្ញុំជាមនុស្សម្នាក់ដែលស្ងប់ស្ងាត់ខ្លាំងមិនសូវចេះនិយាយព្រោះខ្ញុំមិនយល់ពីចិត្តសាស្ត្រនិងមិនស្គាល់ថាខ្លួនឯងជាមនុស្សប្រភេទណាភាពមិនច្បាស់លាស់នេះធ្វើឲ្យខ្ញុំខ្លាចជាមនុស្សខ្មាស់អៀននិងចេះតែខ្លាចអ្នកដទៃរហូតដល់ថ្ងៃមួយខ្ញុំចាប់ផ្ដើមសង្កល់ឃើញថានៅពេលដែលខ្ញុំស្ថិតក្នុងចំណោមមនុស្សជាច្រើនឬនៅក្នុងភាពអ៊ូអរខ្ញុំមានអារម្មណ៍ថារងសម្ពាធខ្លាំងនិងមិនសប្បាយចិត្តទាល់តែសោះដូចជាពេលដែលបងប្រុសរបស់ខ្ញុំបបួលមិត្តភ័ក្តិមកជួបជុំផឹកស៊ីក្នុងនាមជាប្អូនខ្ញុំត្រូវចូលរួមដើម្បីគូសមប៉ុន្តែចិត្តរបស់ខ្ញុំគឺហត់នឿយណាស់ខ្ញុំធុញទ្រាន់នឹងការសន្ទនាដែលគ្មានគោលដៅនិងមិនត្រូវនឹងផ្នត់គំនិតរបស់ខ្ញុំចាប់ពីពេលនោះមកខ្ញុំរៀនស្គាល់ខ្លួនឯងកាន់តែច្បាស់ហើយខ្ញុំហ៊ានបដិសេធមិនចូលរួមដើម្បីរក្សាផ្លូវចិត្តខ្ញុំកុំឲ្យមានសម្ពាធមានប្រយោគមួយគេនិយាយថាកន្លែងណាដែលនៅហើយយើងមិនសប្បាយចិត្តយើងគួរតែផ្លាស់ប្ដូរទៅរកកន្លែងថ្មីខ្ញុំធ្លាប់ហត់នឿយខ្លាំងនៅពេលធ្វើការឲ្យគេខ្ញុំខ្លាចចិត្តគេខ្លាចមេស្ដីឲ្យខ្លាចខ្លួនឯងធ្វើមិនបានល្អនិងខ្លាចមានកំហុសជានិច្ចភាពភ័យខ្លាចទាំងនោះកើតឡើងដោយសារខ្ញុំមិនទាន់ស្គាល់ពីសមត្ថភាពនិងគោលដៅខ្លួនឯងច្បាស់នេះហើយជាមូលហេតុដែលរុញច្រានឲ្យខ្ញុំត្រូវតែស្វែងរកខ្លួនឯងឲ្យឃើញដើម្បីឈប់រស់នៅក្នុងស្រមោលរបស់អ្នកដទៃការស្វែងរកខ្លួនឯងគឺដើម្បីកសាងភាពច្បាស់លាស់នៅក្នុងចិត្តប្រសិនបើអ្នកកំពុងមានអារម្មណ៍ថាហត់នឿយឬភ័យខ្លាចដូចជាខ្ញុំកាលពីមុនវាសាកល្បងចំណាយពេលនៅម្នាក់ឯងស្ដាប់សំឡេងបេះដូងខ្លួនឯងហើយហ៊ានដើរចេញពីកន្លែងដែលមិនមែនជារបស់អ្នកការស្វែងរកខ្លួនឯងមិនមែនជាការធ្វើដំណើរទៅកាន់ទីឆ្ងាយដើម្បីស្វែងរកអ្វីដែលថ្មីនោះទេប៉ុន្តែវាគឺជាការធ្វើដំណើរត្រឡប់មកផ្ទះវិញដើម្បីស្គាល់ពីខ្លួនឯងពិតដែលធ្លាប់តែត្រូវបានកប់ទុកក្រោមសម្លេងរំខាននៃពិភពលោកខាងក្រៅចំណុចចាប់ផ្ដើមដ៏មានឥទ្ធិពលបំផុតនៃការស្វែងរកខ្លួនឯងគឺនៅពេលដែលយើងចាប់ផ្ដើមមានសតិដឹង self awareness ទៅលើរាល់រំញ័រនៃអារម្មណ៍របស់ខ្លួនឯងសម្រាប់មនុស្សជាច្រើនភាពអ៊ូអរនឹងការជួបជុំអាចជាប្រភពនៃក្តីសោកប៉ុន្តែសម្រាប់លោកខ្ញុំនិងមនុស្សដែលចាប់ផ្ដើមស្គាល់ខ្លួនឯងច្បាស់ការស្ថិតក្នុងចំណោមមនុស្សជាច្រើនជារឿយៗគឺជាការសាកល្បងដ៏ធំធេងនៃធម៌ពលផ្លូវចិត្តនៅពេលដែលខ្ញុំមានអារម្មណ៍ថាសម្ពាធចាប់ផ្ដើមកើនឡើងរាងកាយចាប់ផ្ដើមតឹងតែងហើយវិញ្ញាណចាប់ផ្ដើមស្វែងរកខ្យល់ដ៏ដង្ហើមក្នុងចំណោមពាក្យសម្ដីនិងភាពរញ៉េរញ៉ៃនោះហើយគឺជាសារដែលខ្លួនឯងកំពុងប្រាប់ខ្ញុំការដឹងថាខ្លួនឯងមិនមែនជារបស់កន្លែងនោះការដឹងថាធម៌ពលរបស់ខ្ញុំកំពុងត្រូវបានបំចេញដោយភាពរអ៊ូអរដែលមិនត្រូវនឹងផ្នត់គំនិតគឺជាពន្លឺដំបូងនៃភាពវៃឆ្លាតផ្លូវចិត្តវាមិនមែនជាភាពទន់ខ្សោយឬភាពឯកោឡើយប៉ុន្តែវាគឺជាការស្គាល់ពីព្រំដែននៃបេះដូងរបស់ខ្លួនឯងដើម្បីអាចស្វែងរកខ្លួនឯងឲ្យឃើញពិតប្រាកដយើងត្រូវមានសេចក្តីក្លាហានមួយយ៉ាងដែលមនុស្សជាច្រើនមិនហ៊ានធ្វើនោះគឺភាពក្លាហានក្នុងការដើរចេញពីកន្លែងដែលមិនផ្ដល់តម្លៃឲ្យដួងព្រលឹងរបស់យើងការដើរចេញពីការសន្ទនាដែលគ្មានខ្លឹមសារនិងការដើរចេញពីសម្ពាធសង្គមដែលព្យាយាមបង្ខំឲ្យយើងក្លាយជាមនុស្សម្នាក់ផ្សេងការដើរចេញមិនមែនជាការចោទចាញ់នោះទេប៉ុន្តែវាគឺជាការជ្រើសរើសដោយម្ចាស់ការវាគឺជាការដោះលែងខ្លួនឯងឲ្យមានសេរីភាពហើយដើម្បីធ្វើដំណើរទៅកាន់ដែនដីដែលមានសុវត្ថិភាពផ្លូវចិត្តកន្លែងនោះអាចជាបន្ទប់ដ៏ស្ងប់ស្ងាត់ឬ
អាចជាហាងកាត់សក់ដែលមានតែយើងនឹងតន្ត្រីស្រទន់ឬអាចជាទីធ្លាមួយដែលយើងអាចធ្វើជាខ្លួនឯងបានដោយមិនចាំបាច់មានរបាំងមុខនៅក្នុងដែនដីនៃសុវត្ថិភាពផ្លូវចិត្តនោះឯងទើបយើងអាចបន្តទើបយើងអាចស្ដាប់ឮសំឡេងបេះដូងខ្លួនឯងបានច្បាស់បំផុតនៅទីនោះយើងលែងបារម្ភពីការវិនិច្ឆ័យរបស់អ្នកដទៃយើងលែងខ្លាចចិត្តមេស្ដីឲ្យឬខ្លាចអ្វីឬខ្លាចធ្វើមិនបានល្អតាមស្តង់ដារដែលគេកំណត់ការស្វែងរកខ្លួនឯងឃើញគឺនៅពេលដែលយើងរកឃើញកន្លែងមួយដែលយើងមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការនិយាយពីការពិតជាមួយខ្លួនឯងនៅពេលដែលយើងហ៊ានបដិសេធការភាពអ៊ូអរដើម្បីទទួលយកភាពស្ងប់ស្ងាត់យើងកំពុងតែផ្ដល់តម្លៃឲ្យដួងវិញ្ញាណរបស់យើងឡើងវិញនេះហើយគឺជាសេចក្តីសុខដែលពិតប្រាកដជាសេចក្តីសុខដែលកើតចេញពីការដឹងថាតើអ្វីដែលយើងចូលចិត្តអ្វីដែលយើងមិនចូលចិត្តនិងថាយើងចង់រស់នៅតាមរបៀបណាការស្វែងរកខ្លួនឯងមិនមែនជាគោលដៅចុងក្រោយឡើយប៉ុន្តែវាជាដំណើរជីវិតជារៀងរាល់ថ្ងៃនៅពេលដែលអ្នកហ៊ានស្មោះត្រង់នឹងអារម្មណ៍សម្ពាធរបស់ខ្លួនឯងហើយហ៊ានដើរស្វែងរកសន្តិភាពនៅទីនោះហើយដែលអ្នកនឹងជួបម្ចាស់ផ្ទះពិតប្រាកដនៃជីវិតអ្នកនោះគឺខ្លួនអ្នក